ស្វាគមន៍មកកាន់ Channel ដុកទ័រលីភីម៉ាក់ដែលធ្លាប់សម្រាប់កូនដោយការបែកកាត់ហើយចង់បដូរទៅសម្រាប់កូនតាមធម្មជាតិវិញស្ដាប់คลิปនេះឲ្យចប់ភាគច្រើននៃគ្នាយើងគឺគិតថាកាលណាយើងទុកគម្លាតគ្នាកាន់តែឆ្ងាយកាន់តែយូរអាកន្លែងវះហ្នឹងវាដកកាន់តែក្រាស់ទៅមែនទេមិនត្រឹមត្រូវទេក្រោយពីយើងវះ6ទៅ8សប្តាហ៍អាកន្លែងហ្នឹងគឺសះល្អហើយប៉ុន្តែឲ្យរឹងមាំហើយមានសុវត្ថិភាពសម្រាប់យកកូនមួយទៀតហ្នឹងគឺចន្លោះពី12ខែទៅ18ខែតែបើយើងអត់តន់ចង់បានយើងហួសទៅមុខទៀតអាហ្នឹងក៏ស្រេចតែលើយើងទេប៉ុន្តែគាត់ចាប់ផ្ដើមមានសុវត្ថិភាពគឺនៅពេលហ្នឹងហើយឥឡូវអ្នកគ្រូបង្ហាញរូបនេះអូនឃើញរង្វង់ពណ៌ក្រហមហ្នឹងឯងអាហ្នឹងគឺស្នាមដែលវះបើសិនជាស្នាមហ្នឹងគ្រូពេទ្យមើលអេកូនេះអេកូនេះគឺអេកូអត់ទាន់មានផ្ទៃពោះឯណាមានន័យថាស្ត្រីហ្នឹងគាត់ទៅ check up សុខភាពមុននឹងគាត់យកកូនបើគ្រូពេទ្យឃើញបែបនេះគាត់មិនអនុញ្ញាតឲ្យយើងសម្រាប់តាមធម្មជាតិដាច់ខាតហើយអូនចង់ទុក10ឆ្នាំ20ឆ្នាំទៀតក៏វាអត់មានដុសអីមកក្រាស់ជាងនឹងដែរអញ្ចឹងអូនមើលរូបមួយទៀតអ្នកគ្រូឲ្យអូនមើលកន្លែងដែលគូរវងក្រហមហ្នឹងក៏ស្នាមវះដូចគ្នាប៉ុន្តែគឺវាដុសក្រាស់អញ្ចឹងបើសិនជាអូនមើលអេកូទៅឃើញបែបនេះគឺគ្រូពេទ្យនឹងធ្វើការពិចារណាថាផ្ទៃពោះលើក្រោយហ្នឹងអូនសម្រាប់កូនតាមធម្មជាតិបានទៅតាមលក្ខខណ្ឌនៃផ្ទៃពោះលើក្រោយនឹងឯងហើយការសម្រាប់នោះគឺស្ថិតនៅក្រោមការប្រុងប្រយ័ត្នជាទីបំផុតចាអញ្ចឹងឈប់គិតទាំងអស់គ្នាថាទុកកាន់តែយូរកន្លែងហ្នឹងដុសកាន់តែក្រាស់ការគម្លាតគ្នាពីកូនមួយទៅកូនមួយមិនថាធម្មជាតិឬក៏វះកាត់ទេគឺណែនាំដូចគ្នាចន្លោះពី12ខែទៅ18ខែគ្រាន់តែថាកាលណាគេសម្រាប់កូនតាមធម្មជាតិបើគេភ្លាត់ផើមអល់អីហ្នឹងអាហ្នឹងវាមិនសូវជួបបញ្ហាគ្រោះថ្នាក់ដូចយើងដែលសម្រាប់កូនដោយការវះកាត់តែប៉ុណ្ណោះហើយក៏គ្រូពេទ្យមិនណែនាំឲ្យយើងគម្លាតគ្នាលើសពី5ឆ្នាំដែរអានោះក៏យើងនឹងជួបផលវិបាកដូចគ្នាផងដែរចាជូនពរសុខសប្បាយទាំងអស់គ្នា